ពោះចំណុចទី2នៃការកាត់បន្ថយអ្នកប្រើប្រាស់បារីអេឡិចត្រូនិកគឺក្រសួងឬក៏រាជរដ្ឋាភិបាលត្រូវចាត់វិធានការតឹងរឹងចំពោះបញ្ហាហ្នឹងត្រូវបង្កើតច្បាប់តឹងរឹងមានការផាកពិន័យមានការជាប់ពន្ធនាគារអីចឹងទៅធម្មតានៅពេលដែលមានច្បាប់គឺមនុស្សគឺមានភាពខ្លាចរអាអត់សូវហ៊ានប្រព្រឹត្តទេឧទាហរណ៍ដូចជាមានច្បាប់ចរាចរណ៍ចឹងបើសិនជាបើយើងប្រៀបធៀបបើសិនជាមិនមានច្បាប់និងមានច្បាប់គឺវាខុសគ្នាបើសិនជាមិនមានច្បាប់គឺមនុស្សនឹងធ្វើអីដោយសេរីតាមចិត្តតែចង់ធ្វើព្រោះអត់មានអីហាមឃាត់គេទេប៉ុន្តែបើសិនជាមានច្បាប់មួយឧទាហរណ៍ថាអ្នកជីវិជ្ជាផ្លូវឬក៏ជីឆ្លងស្តុបឆ្លងអីហ្នឹងផាក់លុយ 10,000 រៀល 20,000 រៀលនៅពេលដែលអញ្ចឹងមនុស្សនឹងមានភាពខ្លាចរអាទោះជាជួនកាលល្មើសប៉ុន្តែចិត្តនៅតែរៀងខ្លាចអស់លុយខ្លាចប៉ូលីសចាប់បានអញ្ចឹងដូចគ្នាជាមួយនឹងអញ្ចឹងបារីអេឡិចត្រូនិកក៏ចឹងដែរបើសិនជាយើងមានច្បាប់តឹងរ៉ឹងឧទាហរណ៍ថាអ្នកដែលជក់បារីអេឡិចត្រូនិកជក់តាមសាធារណៈចាំបើសិនជាគេចាប់បានខាត់ត្រូវហ្នឹងត្រូវផាក់លុយប៉ុណ្នេះត្រូវទទួលរងពិន័យអីចឹងអញ្ចឹងទៅនឹងធ្វើឲ្យមានការកាត់បន្ថយអ្នកចំនួនអ្នកប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងបារីអេឡិចត្រូនិកហ្នឹងលុះត្រាតែក្រសួងឬក៏រាជរដ្ឋាភិបាលគឺមានចាត់វិធានការតឹងរឹងចំពោះបញ្ហាហ្នឹង